ជំរាបសួរបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញជូនបងប្អូនអ្នកគ្នាអំពីរបៀបដាក់ follow page ណាបងប្អូនអ្នកគ្នាបាទអញ្ចឹងការដាក់ follow page គឺងាយស្រួលទេបងប្អូនអ្នកគ្នាបាទគឺយើងគ្រាន់តែយក link ទៅដាក់តែប៉ុណ្ណោះណាបងប្អូនអ្នកគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនពីជំហាននីមួយៗដើម្បីដាក់បាននៅក្នុង page របស់យើងមាន follow ច្រើនអញ្ចឹងណាបងប្អូនអ្នកគ្នាបាទ page របស់យើងក៏បាន page របស់គេក៏បានដែរអញ្ចឹងណាបងប្អូនបាទយើងគ្រាន់តែយក link តែប៉ុណ្ណោះណាបងប្អូនបាទអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងណាបងប្អូនអ្នកគ្នាបាទជាដំបូងបងប្អូនចូលទៅកាន់ search party ណាមួយបាទឬមួយក៏បងប្អូនមាន Chrome បាទមាន Google បាទមាន Microsoft Edge អីចឹងទៅមាន search អីផ្សេងៗចឹងទៅអញ្ចឹងបងប្អូនអាចចូលទៅក្នុងនោះបានអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនអាចចូលទៅក្នុង Microsoft Edge មកសម្រាប់ខ្ញុំនេះគឺខ្ញុំបានចូលនៅក្នុង website រួចហើយណាបងប្អូនបាទគឺ website ខ្មែរ MM តែបើសិនជាបងប្អូនអត់ទាន់ចេះចូលឈ្មោះហើយបងប្អូនអត់ដឹងថាចុចចូលកន្លែងណាទេបងប្អូនអាចមើលវីដេអូណែនាំអំពីរបៀបចូលឈ្មោះនៅក្នុងខ្មែរ MM បានអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូមចាប់ផ្ដើមតែម្ដងទៅបាទមុននឹងយើងធ្វើការទិញបានតើតែយើងដាក់លុយជាមុនសិនណាបងប្អូនអូខេបាទយើងដាក់លុយប្រហែលក៏បានដែរយើងដាក់លុយ1រៀលបាទ1រៀល2រៀល3រៀលអីចឹងណាបងប្អូនអូខេបាទហើយការដាក់លុយនេះគឺដាក់ខាងនេះណាបងប្អូនអូខេបាទនេះកន្លែង Adphone នេះបងប្អូនបាទអញ្ចឹងយើងដាក់លុយតាមធនាគារណាបងប្អូនអូខេបាទដាក់24ម៉ោងលើ24ម៉ោងបងប្អូនអាចដាក់ពេលណាក៏បានដែរណាបងប្អូនអូខេបាទអត់ចាំបាច់តាក់ទងទៅកាន់ admin ទេណាបងប្អូនអូខេបាទអញ្ចឹងចង់ដាក់ម៉ានបងប្អូនចុចប៉ុណ្ណឹងណាបងប្អូនអូខេបាទហើយកុំភ្លេចមើលតាមការណែនាំនេះផងណាបងប្អូនអូខេបាទอย่าដាក់ខុសណាបងប្អូនបាទអញ្ចឹងវីដេអូក៏មានបង្រៀននៅក្នុងនោះហើយណាបងប្អូនអូខេបាទខ្ញុំបូកទាំងពីរតែម្ដងរបៀបចូលឈ្មោះនិងរបៀបដាក់លុយណាបងប្អូនអូខេបាទហើយរបៀបទិញខ្ញុំបង្ហាញនៅក្នុងវីដេអូនេះតែម្ដងបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើតែម្ដងទៅបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចកន្លែង category នេះមកបាទកន្លែងនេះមកអញ្ចឹងវាលោត category ជាច្រើនបងប្អូនអូខេបាទតាក់ទងនឹង Facebook ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនរកមើលមួយណាជា Facebook follower ឬមួយក៏ Facebook page follower ណាបងប្អូនអូខេបាទគឺនៅខាងលើគេនេះហើយណាបងប្អូនអូខេបាទមិនបាច់ចុចតាណាទេព្រោះសេវាកម្មហ្នឹងគឺបងប្អូនយើងពេញនិយមប្រើច្រើនអញ្ចឹងខ្ញុំដាក់នៅខាងលើគេតែម្ដងណាបងប្អូនអូខេបាទអញ្ចឹងយើងចុចនៅលើនឹងមកបងប្អូនអូខេបាទ Facebook follower ណាបងប្អូនអូខេបាទ fast speed អញ្ចឹងបងប្អូនចុចទៅលើ category ហើយចុចទៅលើ switch បន្តទៀតណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចទៅលើ switch មកបាទ switch នេះគឺតម្លៃវាគឺតាមនឹងអញ្ចឹងណាបងប្អូនអូខេបាទតម្លៃ26សេនទទួលបាន 1k follow បាទហើយ27សេន 1k follow ដូចគ្នាដែរតម្លៃគឺតាមគុណភាពរបស់សេវាកម្មអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងទៅបងប្អូនបាទបង្ហាញការទិញតែម្ដងទៅអញ្ចឹងបងប្អូនចូលទៅ copy link បាទ link page របស់បងប្អូនមកបាទចូលក្នុង Facebook page មកបាទ link page របស់បងប្អូនក៏បាន link page របស់អ្នកផ្សេងក៏បានដែរយើងគ្រាន់តែ copy link page របស់គេមកដាក់អញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំសូម copy តែម្ដងទៅបងប្អូនចុចកន្លែង tray 3នេះមកបាទចុចកន្លែងហ្នឹងមកបន្តមកទៀតបងប្អូនចុចពាក្យថា copy link បាទហើយបងប្អូនថយវិញមកយើងបងប្អូនបើកកន្លែងនេះចុចកន្លែងនេះបាទចុចលើជាប់ចូលមកបាទចុចជាប់ចូលមកនេះហាវាទៅបងប្អូនបាទបន្តមកទៀតបងប្អូនចុចដាក់កន្លែងបរិមាណនេះកន្លែងបរិមាណគឺបងប្អូនដាក់ប្រមាណក៏បានដែរបងប្អូនគេបាទដាក់ចាប់ពី10ឡើងទៅបងប្អូននេះបាទនេះគេដាក់ឲ្យដាក់យើងគេឲ្យយើងដាក់ចាប់ពី10ឡើងទៅណាបងប្អូនគេបាទអញ្ចឹងយើងចុចដាក់ទៅបងប្អូនបាទដាក់ប្រមាណខ្ញុំដាក់1000គឺគិតលុយប៉ុណ្ណេះយ៉ាងទៅណាបងប្អូនគេបាទនេះដាក់1000គឺគិតលុយអស់26សេនបើសិនជាដាក់10000យើងថែម0មួយទៀតមកបាទឬមួយក៏ 10k ណាបងប្អូនគ្នាបាទចុចដាក់មកអញ្ចឹង$2ជាងណាបងប្អូនគេបាទអញ្ចឹងខ្ញុំចង់ដាក់ 10k អញ្ចឹងខ្ញុំដាក់អញ្ចឹងត្រូវហើយបងប្អូនបាទនេះត្រូវហើយគិតលុយប៉ុណ្ណឹងហើយលុយមានអត់បងប្អូនគេបាទលុយគឺរបស់ខ្ញុំមាន$50បងប្អូនគេបាទអញ្ចឹងគឺគ្រប់គ្រាន់បាទលើផងណាបងប្អូនបាទទិញដល់ 100k បងប្អូនបាទមកលុយផងបាទអញ្ចឹងនេះអញ្ចឹងមកបងប្អូនបាទចុចកន្លែង submit នេះមកបងប្អូនបាទចុចកន្លែង submit ហ្នឹងមកបាទចុចមួយអញ្ចឹងមកបន្ទាប់ពីបងប្អូនចុចចឹងហើយវាចេញជាវិក័យប័ត្រមួយដូចទម្រង់បែបនេះអញ្ចឹងណាបងប្អូនអូខេបាទអញ្ចឹងមានន័យថាការបញ្ជាទិញរបស់យើងគឺបានបញ្ជូនទៅកាន់ system រួចហើយណាបងប្អូនអូខេបាទអញ្ចឹងប្រហែលជាប៉ុន្មាននាទីក្រោយទៀតនឹងដំណើរការហើយណាបងប្អូនបាទដូចដែលដាក់នៅកន្លែងនេះអញ្ចឹងណាបងប្អូនអូខេបាទប្រហែលជា20ទៅ30នាទីហ្នឹងបងប្អូនអូខេបាទប្រហែលជាដំណើរការហើយណាបងប្អូនបាទហើយជាធម្មតាពេលខ្លះគឺ view អញ្ចឹងទៅប្រហែលជា4 5 6ម៉ោងណាបងប្អូនអូខេបាទគឺដំណើរការហើយណាបងប្អូនបាទហើយជាវៀង page របស់បងប្អូនបិទប្រទេសបាទក៏បិទប្រទេសណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអូខេបាទគឺថាបងប្អូននឹងយល់បើសិនអត់យល់បងប្អូនមើលវីដេអូនេះម្ដងទៀតអញ្ចឹងណាបងប្អូនអូខេបាទបើសិនជាមានអ្វីដែលចម្ងល់បងប្អូនអាចតាក់ទងទៅក្នុង ticket នេះបានណាបងប្អូនអូខេបាទកន្លែងនេះបាទ
ចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀត